តោះអូខេបងប្អូនអ្នកនេះបងប្អូនអ្នកខ្លះដែលជួបបញ្ហានៅលើ Windows របស់បងប្អូនដាច់ license ក៏ដូចជា Word Excel របស់បងប្អូនដាច់ license ថ្ងៃនេះខ្ញុំមកប្រាប់ពីរបៀបក្នុងការដោះស្រាយបញ្ហានេះជូនបងប្អូនតែម្ដងអូខេអញ្ចឹងយើងទៅតាមដានវីដេអូទាំងអស់គ្នាតោះអូខេអញ្ចឹងជាដំបូងបងប្អូនទៅតែមានជាមួយនឹងបងប្អូនអាចចូលទៅ check មើលថា Excel របស់បងប្អូនហ្នឹងដាច់ license ហើយឬនៅអញ្ចឹងបងប្អូននេះវាបានធ្វើការទាមទារ license គឺយើងអាចទៅចូលវាយឬក៏កែឯកសារអីបានទេទៅលើ Excel ឬក៏ Word របស់បងប្អូនហើយទៅនឹង Windows វាអាចនឹង load ជាមួយនឹង license នៅខាងស្ដាំដៃខាងស្ដាំនេះបងប្អូនវានឹងដាក់ពាក្យថា activate អញ្ចឹងបងប្អូនអូខេអញ្ចឹងដើម្បីធ្វើការ activate បានបងប្អូនគ្រាន់តែមានជាមួយនឹង file មួយនេះបងប្អូន file មួយនេះបងប្អូនចឹងបងប្អូនគ្រាន់តែមានជាមួយនឹង file AMS AIO នេះមួយមកបងប្អូនគ្រាន់តែមាន file នេះមួយបងប្អូននឹងធ្វើការ activate បានទាំង Office និង Excel ហើយទាំង Word ទាំងអីទាំងអស់ទាំង Windows អីគឺបានទាំងអស់អញ្ចឹងដើម្បីទទួលបាន file នេះបងប្អូនអាចឆាតចូល Telegram ខ្ញុំបានខ្ញុំធ្វើការដាក់ជូនអូខេអញ្ចឹងដើម្បី activate បានបងប្អូនគ្រាន់តែនៅពេលដែលបងប្អូនយក file ហ្នឹងពីខ្ញុំហើយបងប្អូនគ្រាន់តែចុចcopy ឬក៏ខាត់វាចូលទៅដាក់ក្នុង folder របស់បងប្អូនហើយបងប្អូនចុច display C ហើយដាក់ក្នុង port drive C ដាក់នៅខាងក្រោម Windows នេះមកបងប្អូនធ្វើការផាសវាចូលមកហើយបន្តមកយើង activate ទាំងគ្នាអូខេអញ្ចឹងយើងចាំតមកបងប្អូនគ្រាន់តែចុចជាមួយនឹង double click លើវាបងប្អូនធ្វើការចូល activate កន្លែងនេះបងប្អូនចុច yes មួយមកហើយមកដល់ត្រង់ចំណុចមួយនេះបងប្អូនចុចយកលេខ3កន្លែងនេះវាមានដាក់3 option អញ្ចឹងដើម្បីចូលទៅកាន់ activate នៃ Windows និង Office បងប្អូនចុចលេខ3មកយើងអាចមើលតាម comment របស់វាអញ្ចឹងបងប្អូនចុចលេខ3នៅលើ keyboard ទៅដល់ចំណុចនេះមួយទៀតវានឹងដាក់ឲ្យយើងជ្រើសរើស5 option សម្រាប់ option ទី1បងប្អូនធ្វើការ activate តា Windows ហើយចំណែក option ទី2បងប្អូនធ្វើការ activate តា Office ហើយតើទៅនឹង option ទី3បងប្អូនធ្វើការ activate all តែម្ដងអូខេអញ្ចឹងដើម្បីភាពងាយស្រួលគឺបងប្អូនចុចលេខ3មកដើម្បីយើងធ្វើការ activate all តែម្ដងទាំង Office និង Windows អញ្ចឹងបងប្អូនចុចលេខ3វានឹងធ្វើការ run នៅ comment ហ្នឹងហើយបងប្អូនអាចចាំពី50 second ទៅ1នាទីទៅបងប្អូនហើយតើទៅនឹងការ activate ហ្នឹងបងប្អូនទៅតែបើកជាមួយនឹង Wi-Fi ទៅវា activate បានអូខេអញ្ចឹងវាដល់ចំណុចនេះវាកំពុងតែធ្វើការ activate នៃ Office របស់យើងហើយបងប្អូនអាចចាំបន្តិចទៅវានឹងធ្វើការ run ទាំងអស់តែម្ដងអូខេអញ្ចឹងវានឹងធ្វើការដើរម្ដងទៀតបងប្អូនហើយតើតើនឹងការ activate នេះបងប្អូនចង់បាននៅ comment ហ្នឹងអាចឆាតតាមលេខ Telegram ខ្ញុំបានអូខេអញ្ចឹងមកដល់ត្រង់ចំណុចនេះបងប្អូននឹងឃើញគេដាក់back key ថយក្រោយវិញទៅអញ្ចឹងវាធ្វើការ activate ហើយអញ្ចឹងបងប្អូនគ្រាន់តែចុចលើ enter លើ key ណាមួយក៏បានឬក៏ចុចខ្វែងតែម្ដងទៅក៏បានដែរអូខេនេះខ្ញុំបានធ្វើការ activate ហើយតើតើនឹង file ហ្នឹងបងប្អូនត្រូវតែដាក់នៅ drive C អូខេអញ្ចឹងនៅពេលដែលវាបានធ្វើការ activate ហើយបងប្អូនចូលទៅកាន់យើងចូលទៅមើលExcel របស់យើងតើវាបានធ្វើការ activate ហើយឬនៅអញ្ចឹងបងប្អូនអញ្ចឹងយើងចូលទៅកាន់មកនេះបងប្អូនអញ្ចឹងយើងមានន័យថាយើងចូលបានហើយយើងអាចធ្វើការវាយឯកសារកែឯកសារអីបានវិញអស់ហើយបងប្អូនអញ្ចឹងគឺថាងាយស្រួលមែនទែនសម្រាប់បងដែលគាត់ចង់បានជាមួយនឹង file activate ហើយបងប្អូនអាចឆាតចូល page ឬក៏ Telegram បានយើងធ្វើការដាក់file នឹងជូនបងប្អូនតែម្ដងហើយពលមានអត់អាចឆាតចូល page ក៏បានដែរហើយតើតើនឹង file នេះដែរវាអាចទៅ activate បានរហូតដល់188ថ្ងៃបងប្អូនអញ្ចឹងវាអត់ដាច់ license ទេហើយវានឹង auto refresh រហូតតែម្ដងហើយគឺថាងាយស្រួលមែនទែនខ្ញុំនឹងនេះខ្ញុំឆែកទៅលើ Excel ហើយមួយទៀតខ្ញុំតេស្តទៅលើ Word អូខេអញ្ចឹងយើងអាចចូលកែឬក៏វាយអីបានអស់ហើយវាអត់មានដាច់ license អីទៀតទេគឺថាងាយស្រួលមែនទែនអញ្ចឹងបងប្អូនគ្រាន់តែចុច option តាមនៃ comment វាទៅហើយឬក៏បងប្អូនអត់ចេះអាចឆាតចូល Telegram ខ្ញុំបានខ្ញុំនឹងធ្វើការប្រាប់ពីរបៀបជូនតែម្ដងអូខេអញ្ចឹងបងប្អូនពេញចិត្តនៅវីដេអូមួយនេះកុំភ្លេចជួយចុច like ជួយ share ម្នាក់មួយផងដើម្បីទទួលបានវីដេអូនិងចំណេះដឹងផ្សេងៗទៀតជាមួយនឹង laptop ទាំងអស់គ្នាអូខេអរគុណតោះអូខេសួស្តីបងប្អូនអ្នកខ្លះដែលជួបបញ្ហា laptop របស់បងប្អូនដែលកាត់កម្មវិធីអីបើកយឺតអីអ
ថ្ងៃនេះខ្ញុំមកដោះស្រាយពីរបៀបក្នុងការធ្វើឲ្យ laptop របស់បងប្អូនដើរលឿនជាងមុនបានមួយកម្រិតទៀតអូខេអញ្ចឹងតោះយើងទៅតាមដានវីដេអូទាំងអស់គ្នាតោះអូខេអញ្ចឹងយើងមាន3របៀបក្នុងការធ្វើឲ្យ laptop របស់បងប្អូនដើរលឿនទីមួយបងប្អូនគ្រាន់តែចុចទៅលើ Windows បូកជាមួយនឹងអក្សរ O ហើយបន្ទាប់មកបងប្អូនវាយពាក្យថាភាគរយហើយវាយពាក្យ T MP ហើយតមកភាគរយពីមុខវិញហើយបន្ទាប់មកបងប្អូនចុចអូខេហើយកន្លែងតនេះបងប្អូនធ្វើការលុបវាទាំងអស់ទៅដើម្បីលុបលឿនបងប្អូនselect វាយកទាំងអស់ជាបែបនេះក៏បានឬក៏បងប្អូនប្រើ shortcut ចុច Control A ដើម្បី select ទាំងអស់ហើយបងប្អូនចុច mouse ស្ដាំហើយបន្ទាប់មកបងប្អូនធ្វើការចុច delete មកហើយដល់ចំណុចនេះបងប្អូនគ្រាន់តែចុចទៅលើ crease មកបងប្អូន crease មួយហើយចុច continue អូខេអញ្ចឹងទៅដល់កន្លែងនេះវាឲ្យ skip អញ្ចឹង file នេះជា file sin វាអាចលុបបានទេអញ្ចឹងបងប្អូនគ្រាន់តែចុច skip ចោលទៅបានហើយអូខេអញ្ចឹងទៅដល់មួយចំណុចទៀតបងប្អូនចុច Windows All ដូចគ្នាហើយបន្ទាប់មកបងប្អូនវាយពាក្យភាគរយនឹងដដែលប៉ុន្តែបងប្អូនលុបភាគរយពីមុខនិងពីខាងក្រោយបើវាចេញមកអូខេអញ្ចឹងមកដល់ចំណុចមួយនេះបងប្អូនគ្រាន់តែចុច Enter មួយទៀតហើយបងប្អូនចុច Access លើវាមកអញ្ចឹងមកដល់ត្រង់ចំណុចមួយនេះបងប្អូនធ្វើការលុបដូចគ្នាអញ្ចឹងខ្ញុំប្រើ shortcut លឿនចុច Control A ហើយបន្ទាប់មកខ្ញុំធ្វើការ delete វាមកអូខេឥឡូវនេះយើងធ្វើការ crease ដូចគ្នាអូខេអញ្ចឹងមកដល់ឥឡូវនេះវាឲ្យ skip យើង skip តាមវាទៅបងប្អូនហើយបន្ទាប់មកបងប្អូនធ្វើការលុបនៅក្នុងរុកនៃធុងសម្រាប់នេះមកតង់ទៀតទៅវាបាត់អស់អញ្ចឹងករណីបើថា laptop របស់បងប្អូនមាន file មេរោគច្រើនវានឹងលុបយូរអញ្ចឹងដោយសារកម្មវិធីនេះគឺថាវាលុបតាម file របស់យើងទេអញ្ចឹងបងប្អូនធ្វើការលុបនៅក្នុងធុងសម្រាប់នេះទៀតហើយបន្តមកបងប្អូនចុចចេះមកហើយចុច continue វាអូខេអញ្ចឹងនឹងធ្វើឲ្យ space នៃ computer របស់យើងដើរលឿនជាងមុនហើយត្រង់ចំណុចមួយទៀតបងប្អូនចូលទៅកាន់ folder បន្តមកបងប្អូនយក disk PC ហើយត្រង់កន្លែង drive C នេះបងប្អូនធ្វើការ mouse ស្ដាំហើយបន្តមកបងប្អូនចុចទៅលើ property របស់វាហើយមកដល់ត្រង់ចំណុចនេះបងប្អូនធ្វើការចុច be clean up របស់វាចោលដើម្បីយើង clear file មេរោគណាអត់ប្រយោជន៍ចេញនេះបងប្អូនធ្វើការ crease វាទាំងអស់មកហើយបន្ទាប់មកបងប្អូនធ្វើការចុច new file នេះក៏បានធ្វើការចុច OK នេះក៏បានដែរហើយបន្ទាប់មកបងប្អូនធ្វើពាក្យថា delete file អញ្ចឹងនៅពេលនេះវាកំពុងតែធ្វើការលុបនៅ file មេរោគចាស់ៗដែលវាស៊ី space មកវានឹងលុបហើយអញ្ចឹងរាល់ពេលដែលវាលុបគឺវាតាម space នៃ computer របស់យើងបើថាវាមានច្រើនវាលុបយូរតាមហ្នឹងបងប្អូនហើយបន្តមកបងប្អូនធ្វើការចុច OK មករួចរាល់អូខេអញ្ចឹងមានតែប៉ុណ្្នឹងទេបើបងប្អូនពេញចិត្តនៅវីដេអូនេះកុំភ្លេចជួយចុច like ចុច share ម្នាក់មួយផងអរគុណបាយបាយបាទសម្រាប់ថ្ងៃនេះខ្ញុំមកប្រាប់បងប្អូនពីរបៀបក្នុងការតាំងរូបភាពនិងស្វែងរកនៅរូបភាពដែលស្អាតយកមកតាំងនៅក្នុងកុំព្យូទ័ររបស់យើងហើយជាប្រភេទរូបភាពដែលច្បាស់ល្អរហូតដល់ Full HD ឬក៏ 4K 2K អីអូខេអញ្ចឹងដើម្បីឈានទៅកាន់វីដេអូកុំភ្លេចបងប្អូនជួយចុច Subscribe ឬក៏ Follow Page ដើម្បីទទួលបាននៅវីដេអូចំណេះដឹងទាក់ទងនឹងកុំព្យូទ័រឬក៏បច្ចេកទេសថ្មីៗទៀតអូខេអញ្ចឹងដើម្បីធ្វើការតាំងរូបភាពបានអញ្ចឹងយើងកុំភ្លេចទី1យើងចូលទៅកាន់អ៊ីនធឺណិតដើម្បីស្វែងរកនៅរូបភាពស្អាតយកមកតាំងហើយសម្រាប់បងដែលមានរូបភាពដូចជារូបភាពខ្លួនឯងរូបភាពទេសភាពរូបភាពក្រុមគ្រួសារអីក៏អាចដាក់តាំងបានដែរអូខេអញ្ចឹងខ្ញុំឥឡូវនេះខ្ញុំមានរូបភាពទេអញ្ចឹងខ្ញុំសូមទៅស្វែងរកនៅរូបភាពហើយនឹងមកបង្ហាញបងប្អូនពីរបៀបក្នុងការទាញយករូបភាពស្អាតយកមកធ្វើការតាំងតែម្ដងអូខេអញ្ចឹងអានេះទៅលើប្រភេទកុំព្យូទ័រនេះប្រើជាប្រភេទ brand Lenovo អូខេអញ្ចឹងខ្ញុំសូមធ្វើការចូលទៅកាន់ជ្រុងដើម្បីស្វែងរកនៅជាប្រភេទwallpaper របស់វាជាប្រភេទ Lenovo ដើម្បីយកមកដាក់តែម្ដងមកបង្ហាញបងប្អូនតែម្ដងអូខេអញ្ចឹងខ្ញុំបាយថា Lenovo ប្រភេទនេះជាប្រភេទ Machine Business Simplex អូខេអញ្ចឹងខ្ញុំធ្វើការដាក់ Lenovo wallpaper អូខេនេះបងប្អូនអូខេអញ្ចឹងខ្ញុំធ្វើការ enter មកហើយបន្ទាប់មកបងប្អូនយកកន្លែងរូបភាពនេះបងប្អូនយកកន្លែងរូបភាពនេះគឺសិក្សាថាជាប្រភេទ wallpaper យកមកដាក់នៅក្នុង desktop របស់យើងដើម្បីមានភាពទាក់ទាញស្អាតអីចឹងទៅអូខេបងប្អូនអាចមើលបានមួយណាស្អាតសម្រាប់បងប្អូនចឹងទៅអញ្ចឹងមួយនេះសម្រាប់បងដែលគាត់ប្រើជាប្រភេទ brand Lenovo អូខេអញ្ចឹងសម្រាប់បងដែលគាត់ប្រើជាប្រភេ
ភេទ Brandel ខ្ញុំធ្វើការវាយប្រភេទ Brandel ឲ្យបងប្អូនមើលតែម្ដងអូខេចឹងបងប្អូន search មកហើយកុំភ្លេចបងប្អូនចូលកន្លែងរូបភាពទៅវា load ជាប្រភេទរូបភាពយកមកឲ្យតែម្ដងនេះបងប្អូនស្អាតខ្លាំងមែនទែននេះសឹងតែជាប្រភេទ wallpaper ស្អាតយកមកតាំងនៅក្នុង laptop របស់យើងអញ្ចឹងទៅអូខេអញ្ចឹងឬក៏បងប្អូនប្រើជាប្រភេទ brand XP អូខេចឹងខ្ញុំធ្វើការស្វែងរកជាប្រភេទ XP មួយទៀតអូខេចឹងធ្វើការ enter មកនេះបងប្អូនស្អាតខ្លាំងមែនទែនសឹងតែជាប្រភេទ wallpaper ស្អាតយកមកតាំងនៅក្នុង laptop desktop របស់យើងអញ្ចឹងបងប្អូនវាមើលទៅមានភាពទាក់ទាញហើយនឹងងាយស្រួលមើលអីចឹងទៅដើម្បីទាក់ទាញ computer របស់យើងវាមានតាម blur តាមអីចឹងទៅបងប្អូនអាច check រកបានហើយមួយទៀតដូចជា ASUS អញ្ចឹងអូខេ ASUS ចឹងទៅបងប្អូននេះសឹងតែជាប្រភេទ rock stick អីចឹងទៅស្អាតខ្លាំងមែនទែនអូខេសឹងតែជាប្រភេទគេធ្វើមក design មកជាប្រភេទតាម brand អីចឹងទៅអូខេវាមាន ASUS មាន Acer MSI ចឹងទៅបងប្អូនវាយតាសុំវាយ MSI មួយទៀតអូខេ MSI wallpaper នេះបងប្អូនលយមែនទែនបាទហើយសឹងតែជាប្រភេទ wallpaper ដែលអាចយកមកតាំងមកក្នុង desktop យ៉ាងបានអូខេអញ្ចឹងខ្ញុំកុំឲ្យខាត់ពេលវេលាយូរខ្ញុំធ្វើការតាំងមួយតែម្ដងខ្ញុំដោយសារនេះជាប្រភេទ brand Lenovo ខ្ញុំធ្វើការវាយ Lenovo តែម្ដងបងប្អូនអូខេអញ្ចឹងខ្ញុំធ្វើការដាក់ Lenovo ដើម្បីឲ្យស៊ីនឹងជាមួយនឹង laptop របស់យើងអូខេចឹងខ្ញុំសុំរកណែស្អាតចឹងទៅបងប្អូនដើម្បីតាក់ទាញពេកធ្វើការងារអូខេចឹងខ្ញុំសុំស្វែងរកសិនអូខេខ្ញុំដាក់រូបឡាននេះចុះអូខេចឹងមកដល់ត្រង់ចំណុចនេះដើម្បីយករូបភាពនឹងបានយើងចាំឲ្យវាជាប្រភេទច្បាស់សិនយើង download បើវា load អត់តាន់ច្បាស់ទេយើងយកមកតាំងមកគឺវាអត់សូវច្បាស់ទេអូខេអញ្ចឹងនេះវាបានច្បាស់ហើយខ្ញុំធ្វើការ mouse ស្ដាំហើយបន្ទាប់មកបងប្អូនយកពាក្យថា save ហើយ save as នេះបងប្អូន image save as នេះអូខេអញ្ចឹងយើងធ្វើការ download បានហើយបងប្អូនគាត់ចូលទៅកាន់ file របស់យើងហើយមិញនេះខ្ញុំបានដាក់វានៅក្នុង picture ហើយនេះបងប្អូនអូខេអញ្ចឹងដើម្បីយើងធ្វើការក្នុងការតាំងរូបភាពនេះបានអញ្ចឹងបងប្អូនគ្រាន់តែចុចទៅលើ mouse ស្ដាំអូខេអញ្ចឹងបងប្អូនចុច mouse ស្ដាំហើយបងប្អូន scroll ពីលើចុះក្រោមមកត្រង់ចំណុចនេះគេដាក់ set as desktop background អូខេអញ្ចឹងបងប្អូនចុចទៅលើត្រង់ហ្នឹងមួយវានឹងវានឹងបង្ហាញថារូបភាពហ្នឹងយើងបានតាំងហើយបងប្អូនអាចមើលរូបភាពបានគឺថាច្បាស់ល្អមែនទែនដែលយើងបានធ្វើការ download ចេញមកគឺថាច្បាស់ល្អតែម្ដងបងប្អូនអូខេអរគុណបងប្អូនអរគ្នាសម្រាប់ទស្សនានៅវីដេអូមួយនេះអញ្ចឹងបើបងប្អូនពេញចិត្តនៅវីដេអូមួយនេះកុំភ្លេចចុច like follow ឬក៏ subscribe អ្នកមួយដើម្បីទទួលបាននៅចំណេះដឹងដែលទាក់ទងនឹងបច្ចេកទេសឬក៏ចំណេះដឹងដែលទាក់ទងនឹងកុំព្យូទ័រទាំងអស់គ្នាអូខេអរគុណបាយបាយ